រឿងនេះកើតឡើងកាលពីថ្ងៃទី12កក្កដា2025ហើយខាង Tribunal សាលាកាត់ក្តីទើបតែចេញសេចក្តីសម្រេចនៅថ្ងៃទី24មិនិនា2026នេះឯងហើយរឿងនេះដែរគឺកើតឡើងនៅប្រទេសបារាំងបុរសម្នាក់នេះគឺគាត់ជាមេធាវីហើយគាត់បានរងគ្រោះនៅផ្ទះគាត់តែម្ដងដោយបុរស3នាក់ក្នុងចំណោម3នាក់គឺមានម្នាក់គាត់ជាអ្នកកាន់ក្តីឲ្យថ្ងៃកើតហេតុបុរស3នាក់នោះបានចូលមកផ្ទះគាត់បានវាយធ្វើបាបយ៉ាងសាហាវព្រៃផ្សៃហើយសួររក Curve ដែលមានដាក់គ្រឿងមានតម្លៃនិងលុយក្នុងនឹងក៏ប៉ុន្តែអ្វីដែលជាការពិតនោះគឺលោកមេធាវីមិនមានកុហ្វដែលពួកវារកនោះទេក្រោយពីកើតហេតុនឹងមានការប្តឹងផ្តល់មករស់ទាំង3នាក់នោះត្រូវបានតុលាការសម្រេចឲ្យជាប់គុកមិនបានបញ្ជាក់ថាប៉ុន្មានឆ្នាំនោះទេរីឯបរិសម្នាក់នេះវិញដែលជាមេធាវីនោះគាត់បាននិយាយថាជីវិតរបស់គាត់គឺមិនមានអ្វីពីមុននឹងដូចដើមឡើយជាពិសេសគឺគាត់រងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរហើយគាត់ក៏ឈប់ធ្វើជាមេធាវីទៀតដែរនិយាយរួមទៅគឺគាត់បាក់ស្បាតតែម្ដងវាពិតជាគួរឲ្យអាសូរណាស់